ធ្វើទៅ50 បាទ កណ្ដវារបប detective គេតាមបែររហូតទីបំផុតឥឡូវនេះគឺបានលេងហើយរីជាមួយនឹង Freya Experiment កាលមុនសៀយើងធ្លាប់លេងឲ្យយើងមើលម្ដងហ្នឹងជួនតែខ្ញុំស្ដាយពេកបើ Esmer តំណងវគ្គនេះ Esmer EAP តំណងកុំស្ដាយបាទវាយ Freya លើលេងអូខេចឹងយើងក៏ដឹងដែរជាមួយនឹងការប្រកួត Lower Bracket Final CU Gaming ប៉ះគ្នាជាមួយនឹង Pro Sport នៅក្នុងវគ្គទី4ចាំមើលអាចនឹងមានរូបភាពយ៉ាងម៉េចយ៉ាងម៉ាដែរបាទយើងដឹងណាកលូរបស់ PP អែមណាបាទណាមួយបើយើងថ្លឹង damage duo mid lane នេះ CU គេរៀងតែមជាងតិចដែរណាកប៊ីបាទ CU រៀងតែមជាង Pro មែនទីសម្រាប់ duo mid lane នេះសាគួរណាតែគាត់ផុករេមីតែផុកអីបុកស៊ីបើគេមានឈាមដដែលគេវាយឡើងឈាមដដែលគាត់ពិបាកណាកប៊ីបើចូលជ្រៅអាចបុកស៊ីវាយដៃគាត់ឆ្ងាយដែរចឹងគាត់រៀងពិបាកបោកវាយយកជាមួយសឹកទឹកបាទសឹកល្អចូលខ្លួនមួយដើរចេញធ្វើប្រុងអើយបាទខយលីបុកស៊ីចាប់ម៉ែបានហើយខយលីចង់លួចជាមួយនឹងសัตว์ពីរគេក៏បានដឹងដូចគ្នាអូបុករេមីoff flicker ពេក៏ off flicker ដែរ off flick ម្នាក់មួយបាទសម្រាប់រ៉ូមនិង mid lane ទាំងសងខាងណងអូ spell long បាទដូរលេង spell long យ៉ា Freya IP spell long វ៉ាក្រៃទេណា attribute ទំការពិតបើលេង flicker ទៅណងយឺតផុយពេកកប៊ីផុយពេកតែលេង spell long គេហាត់ណាតែមានអីគាត់មានទៅ lock ហាត់ទៅ lock យីស៊ីននេះអត់ហើយយីស៊ីនតែមិនញ៉េបបាទចឹងជាមួយនឹង Infinity GT 50 Pro 5G smartphone ដំបូងមកអស់បំពាក់ជាមួយនឹងបច្ចេកវិទ្យា Liquid Cool Hydro Flow ទោះលេងហ្គេមរាប់ម៉ោងក៏ម៉ាស៊ីននៅតែត្រជាក់ strip មិនឡើងកម្ដៅឡើយវ៉ាដូសល់ជាមួយនឹង spell ក៏អូយតែវាយមិនដាច់នោះទេមិនបើសិនជា Coily បើទុកអាចនឹងដាច់ទៅលើវ៉ាដូបាទតែគាត់ទុកសែវទូដែរទុក control objective អាពេលដែល total ណងបាទ level 4ជួយ clear level 4ឡើងមកជួយ clip ឡើង3នាក់បាទ Remy level 4ដែរ Felix level 4ចាំមើលរូបភាពទៅជាណាចាប់ map ឃើញបុកវាយយកតែម្ដងលើកបោកភាសាទៀតលោតឲ្យមែនដេញវាយជាមួយ Coily ដកចេញបាក់ក្តៅវិញទៅពីសាវិញនៅនេះបាត់បង់2រ៉ូបាត់ហើយ double kill ចុងលើសាអាយ៉ាបុកវាយតម្លាក់មកខាងក្រោយតែបាក់ឌូបដូរជីវិតជាមួយនឹង Coily បាត់ទៅហើយមួយដូរនិងមួយ trap ខ kill ចុងលើសានៅសារ Remy នៅសារ ulti off flicker សារអូលើកដេញចាប់ Felix កាចពេកឲ្យ Felix អូយសាមដៃតាមដល់ជាមួយនឹង Remy អាចនឹងដាច់បានហើយតែណាមួយ Boxy ក៏មិនដល់បាត់បង់4ដូរនឹងមួយ Boxy Oh my god វាយសតវគ្គនេះមិញ knock up ទៅដល់វាមិនហើបជើងថតបាទហើបជើងអាល់ទីបាទបោកទៅលើ Elise ដែរមែនតើជាមួយនឹង CU Gaming សម្រាប់ការចាត់បោកទៅលើ Felix បោកមិនដាច់នោះទេដើរមក Sir Damage តែ total មួយនេះ free ទៅលើ CFU Gaming បាត់ទៅហើយឲ្យគាត់ចង់ទៅយកបើសិនឃើញអាបាត់ឌូឡុកហ៊ីនស៊ីនមិនខយលីរត់រួចទេណាកប៊ីហ្នឹងហើយបាទឃើញមុខពេខយលីតាមសាច់ទៅល្អ level 6ទៅ level 5បើកទូបុកវាយយកតែម្ដងអាចបាត់ដល់ជីវិតជាមួយនឹង Detective វិញបាទហើយ02បាទ02ជីកកបាន Boxy បន្តទៀតដេញវាយយកតែម្ដងជាមួយនឹងការបាក់ដោក្រែកតេពី Gerzen អាចបាត់បង់ Boxy វិញ double kill ចុះលើ Coily បាទនេះសាពេលបានអីចឹងសុបាយហ៎បាទដល់គេធ្វើបាបគ្នាដល់ហើយខ្ញុំនិយាយហ្នឹងអាស៊ូស៊ីនហ្នឹងហេរ៉ូជឿប្រភេទហេរ៉ូមួយដែលនេះដូចតាក់វានៅក្នុងដើមមក Mister Damage ពេកឲ្យមុំស្រូបគេបានអាពេញ stake បោកគេហ្នឹងយូរយ៉ាងអីបាទមកយើគូសែនខាត់មីនអូយមានការផោកឃើញម៉ែបងទៅបើកម៉ែបងអូយមកយាជើង knock up ផង detective អោទីបាទកលៀធំមែននៅក្នុងវគ្គនេះភ្លាម 1.9k goal lead ដូចគ្នា6ទល់នឹង1 kill បាទដោយសារមិញវាយគ្នាប្រូប្រើច្រើនដែរនៅខាងលើមិញបាទភ្លាម level ចាំង color level 7ទល់នឹង level 6ខុសគ្នាមួយ level បាទ personal តែ Coily ចិត្ត level 8ហ្នឹងហើយព្រោះដោយសារមិញគាត់សុខចិត្តអត់ចូលទៅថលគាត់សង្ងំវាយសัตว์ព្រៃសត្វហើយណាមួយគាត់ព្យាយាមធ្វើម៉េចឲ្យលិត
តើអ្វីដែលគាត់អាចធ្វើបានព្រោះដោយសារវគ្គហ្នឹងគាត់លេង Sky Piercer ខយលីច្រើនលេងយីនស៊ីពាក់ Sky បាទ ព្រោះហើយក៏អត់មាន hero ណាដែលពាក់ Sky ដែរបាទទៅថត spawn បាទទៅមើលPCU នៅពេលដែលតម្រង់ pick on នេះទៀមទាឲ្យ CC គាត់មានខ្លាំងឬមួយក៏មាន stack Sky Super ច្រើន កាត់លេនបាទឌូកាត់លេនមិញយ៉ាហើយ5ស្មើទៅថលនេះ5ស្មើ ដើរទៅបាទជុំហ្វីលីកកាត់លេនដែរបាទដើរមកផ្លូវទឹកចែកផ្លូវគ្នាដែរលើកជីកបុកស៊ីអស់ចូលដែរមួយយ៉ាងណាជាមួយការក្រាក់ទេបើកដោកយកតែម្ដងវាយជាមួយថតនេះចុះលើ Pro Sport បាត់បង់ជីវិតជាមួយ Tactic Boxing ញ៉ាំតបក្រាក់ទេដេញវាយយកតែមកពីសមាជិករបស់ Pro Esport លេខ 2K6 ឲ្យច្រើនមែនតែ P1 Trend នៅផ្លូវ Midland អាចនឹងបាត់បង់ដូចគ្នាបាទសូនយ៉បាទដូដេញចាប់ជាប់ពីខាងក្រោយលើកបោកមួយដូចគ្នាប៉ុន្តែតែ T1 នៅផ្លូវ Midland បានបាត់បង់បាត់ទៅហើយ 3K លេខពី Pro Esport បាទគាត់បោះអបចូលទៅមិញដើម្បីអីគេដើម្បីដេញជាមួយនឹង Remy ឲ្យទៅឲ្យឆ្ងាយទៅស្រួលគាត់យកប៉មទី1គាត់ព្យាយាមសូនចេញឃើញអត់បាទខ្លួនណាមែនតើយកខៀលបានហើយអ្វីដែលពិសេសនោះជាមួយនឹងថតសាអ្នកយកបានទៀតអូជាប់សៀវស៊ីកកមួយចាយជាងសៀវស៊ីបាត់ហើយបាទក្រាក់ទេបុកវាយយកតែម្ដងគូសែនអបជើងផ្នែកតើមាន damage follow up នៅទេ boxy ជាអ្នកតបបាត់បង់3-0ហើយភ្លាម flicker ថយបាត់ទៅហើយបាទសុចិត្ត flicker ព្រោះសារនៅទៀតក៏អត់បានដែរព្រោះសារ ultimate carry ហើយបាទ midland ខាងលើអូយបងអូយ Felix មួយ Felix ទិញឈ្វីងបាទ9-1 kill 4.5k goal លេងអាយ៉ចាប់ដើមពីដូរមក second pick វិញមានអារម្មណ៍ថាដូចអែមស្រែកាយតម្រង់កាយហ្នឹងហើយក៏ពិតមក second pick ចង់បាន50សិនបាទមក second pick ចង់បាន50ចង់បានកលូតែណាមួយចេះសៀយូគាត់ស្ដាយស៊ូស៊ីនពេកតាមិនគាត់មានអាការភិកវេសនាដែរណូគាត់តែគាត់ស្ដាយស៊ូស៊ីនឃើញអាស៊ូស៊ីនហ្នឹងតាក់ដែរបាទទទួលស្គាល់ហេរ៉ូហ្នឹងវានៅក្នុងមេតាវាកំពុងធំប៉ុន្តែវាពិបាកលេង1គីឡូវាពិបាកលេង1គីឡូបាទមិនដែរមាននៅខាងក្រោមព្យាយាមចូលទៅហើយទូថលក៏មានការកើតមកដែរប៉ុន្តែយើងក៏លេងនៅមើលមីនីម៉េបទៅហើយចាប់ជាប់ជាមួយរបស់ឌូខាងលើបុកលោតអល់តែបោះទូចុចវ៉ែនចិនវាយមួយទៅ2យកតែមួយបាត់ឌូវាយឡើងឈាមខុយលីកាចពេកខុយលីបាត់ឌូវាយទាំង2យកតែមួយជាមួយការដេញចាប់ខុយលីនោះវាយមួយទៅ2យកតែមួយបាត់ឌូវាយអត់ដាច់បាត់ឌូទៅឡើងឈាមកងយកតែមកសមដាច់តែម្ដងតែណាមិញជាមួយ Tactic ក៏ដាច់ដូចគ្នាវិញដូចគ្នាផងដែរ3ទល់នឹង3ក្រាក់តែពីគូសែនអស់ក្រាអុកដេញវាយយកតែមួយជាមួយ Remy លើកបោកបានគូសែនមួយដូចគ្នាផងដែរអីយ៉ាលើកសមដាច់តែម្ដងជាមួយការផុតរែងមែនទីលើកបោកអស់អូបុកវាយតែស៊ូស៊ីដកថយបានហើយពេលការ cover គ្នា Felix ក៏បណ្ដោះដែរដកថយយកតែម្ដងជីកបានជាមួយនឹង Boxy បាត់បង់ជីវិតជាមួយនឹង Boxy វិញដូចគ្នាផងដែរបាទអត់អត់ចិត្តលើកបោក cover គ្នាតែអត់មាន damage នោះទេពី CFU Gaming បាទទៅសារអ្នកនៅខាងក្រោមនេះតែគាត់ហូរទី5បានអត់ឲ្យគេបានទៅថលបាទ3-4ខាងក្រោយនេះទេគេអត់យល់បាទ3-4អត់បានទៅថលទេលោតអត់មានវាយសាយយកតែមកអត់មានក្តារអត់មាន flicker តែណាមានការបោះទុកបាត់បង់ជីវិតបាត់ហើយទៅលើវ៉ាឌឺបាទបងលោតចាប់ជាប់រ៉េមានការពាក់ damage ពី Sorry and Felix អត់ដាច់ជាមួយនឹងពេលលើកបោកពេលសំដៃតែម្ដងនៅបាត់10 stack ចូលខ្លួនលើ Selzy 10 stack Sky Piercer បាត់ហើយវាយហូរយូរពេកជុំអូខយលីធ្ងន់មកបាទទៅនិយាយយ៉ាងពេលដើមមកនោះវាអត់សូវមាន damage ទេអាយីសិនហ្នឹងតយក farm ខ្លាំងហើយHappy birthday ខយលីអូខេអូមកឲ្យជាមួយនឹងកំបោអូយ miss skill មិនតិចបាទជាមួយនឹងការ miscommunication ពី CFU Gaming អត់តអត់ចិត្តទេ Pro Sport មកហើយចាប់ជាប់ដែរមួយយ៉ាងណាជាមួយគូសែនតែ Remy កាក់ផ្លូវយកតែម្ដងក្រាកទេដេញវាយតែ no fail បាទហើយមួយយ៉ាងណាជាមួយនឹងការលើកបោកបានគូសែនមួយស្ទើរដើម្បីដូចគ្នាណាមានអ្នកវាយគូសែនទេបាត់បង់ជាមួយនឹងសារ shut down តែវាយដូចដេញវាយជាមួយ10 kill ចូលលើ CFC 30 stack Sky Piercer ដេញបាញ់យកតែម្ដងជាមួយនឹង Felix តែយ៉ាងណាមិញអាចដកថយបានអញខាតណានិយាយមែនណា shut down មែនទេ shut down គូសែន shut down សារទេ4 kill តែសំខាន់ឡើង stack Sky Piercer របស់ CFC ឥឡូវ30 stack គេទៀតអញអញ្ចឹងហើយធ្ងន់អប់ Golden Staffer X បាទគាត់ដឹងថាបាទឌូពាក់ spell long ដែរហើយគាត់គេវាយឡើងឈានទៅសារ S2 Festival Blood ហើយគាត់ព្យាយាមទៅវាយនៅ fail តាមនៅលើអូហើយគាត់អត់មានពាក់ Sky ហ្នឹងគាត់គាត់ពាក់ Sky យីសិនណាថ្ងៃហ្នឹងគាត់ពាក់ Sky អូ CLC លិតលុយទៅលើ Cousin 1K បាទបើប៉ណេតព្រះឃើញបាទឌូ Boxy មានចាំ cover ធ្វើឲ្យអត់ចេញដូចគ្នាធ្ងន់អត់អូយិនសិនខយលី Detective
2K ថ្ងៃ 2K អូច្រើនណាស់ចឹងមិន detective ផុយពេក ណាមក detective ក៏អត់មានឯ team ដែលវាយ ចាត់ ទេ ចេញ profile ឡើយតិចទៅគាត់ឡើង profile អូយឈឺ detective level 10ទេ coil level 13 គាត់ទៅពាក់ឡើងឈាមមួយណា បាទ គាត់នេះបាក់លេងនិយាយទៅ detective វគ្គនេះបាក់លេង វ៉ាដូយូពេកគេវាយណាវ៉ាដូតែវាយបើបណិតព្រះបុកវាយយកតែម្ដងតែណាមិនមានការបោះទុកលោតអត់មែន cover វិញទេណាចុចកកហក់វាយយកតែម្ដងមួយយ៉ាងណាមិនមានការបន្លាយពេលនៅតែបាត់បង់ជីវិតតែណាមិនមាន detective ត្រេះបុកវាយបានជាមួយនឹង coil មកវិញទេណាអត់បញ្ហាចាំងកលយ៉ាងណាមិនមានការលើកបោក flicker មកខាងក្រោយ Remy ក៏មកដល់វាយក្នុងកដោវេទមន្តយកតែម្ដងជាមួយនឹងការអូខេវាយ Felix ដល់ក្នុង thread Felix តបជាប់ឬជាប់តែណារបស់ CC អាចបាត់បង់ជីវិតជាមួយនឹង box បាត់ទៅហើយ2ដូរនឹង4បាទជាមួយនឹងការយក2ដូរនឹង4 1ដូរ3ដែរ2សក់4បាទ1ដូរ3ប៉ុន្តែអ្វីដែលសំខាន់យកបាន Coily ដែលជាដៃ Jungler បាទបើសិននៅ Coily គេអាចប៉ះ Lord ណាតែគេកាត់មកតន់ហើយបាទហើយគេកាត់មកតន់ហើយអូយវគ្គនេះពិបាកលេង detective បាទរៀងបាក់លេងបាទចាំមើល fast Lord តន់តែវគ្គនេះ Flying Cloud បើចង់ fast ក៏រៀងពិបាក fast ដែរកប៊ីយ៉ាបាទរៀងពិបាក fast ដែរដោយសារសមាជិករបស់គូបដិបកមករៀងលឿន Flying Cloud បាទនេះប្រពកជីហ៎ខាងក្រោមតែជាមួយនឹង Lord យកតែម្ដងពី Pro Esport Lit 2K8 ចាំមើល box ធ្វើរឿងចាប់ដែរមួយយ៉ាងណាតែអត់ទេចាប់ទៅអូបាក់កដោវាយយកតែមកដាច់ Remy តែណាមិនជាមួយនឹងការជីកវាយអ្នកខាងក្រោយរបស់ PP box អូខេអត់ដែរមួយយ៉ាងណាតែអស់ហើយបោះទុកវាយយកតែមកបាត់បង់2 double kill ចូលលើ PP ដេញវាយតទៀត detective ជាតាមតប3 hero ថយបាត់ទៅហើយបាត់បង់3 hero ដូចគ្នាមកដែរជាមួយនឹងការបាត់បង់ទៅលើ Jungler ផង mid laner ក៏ដូចជា box មីនឹងខ្លួនថ្នាក់ជាមួយនឹង Badu ដូចគ្នាផងដែរមិញលោឈៀងទាំងអស់មិញនេះបាទ Felix ធ្វើមួយរឿងបាក់កដោខ្សាយកហ្មងជាប់5នាក់ជីកកបាននេះបាទជីកកបានRemy ទេមិញបាទអូយបុចយ៉ាគឺcoiនេះកាប់កែឈើគឺបានអាស៊ីហត់ឃើញអត់កាប់កែឈើទេអត់ឈើហើយទៅណាមួយអាពេលវាយគៀកទៅតែយើងកាប់ពីកបាត់ហើយយើងត្រូវការបាញ់ពីទៅដើម្បី reset កាប់ទៅបាទហ្នឹងបានណា30 stage Sky Piercer ពី COC បាទ Counter Strike Sky មក Fake Raw ចង់ចេញ BOD ហើយតែចេញ BOD តិចទៀតគាត់លក់ស្បែកជើងហ្នឹងដូរពាក់ស្បែកជើងមកលឿនទៀតចាប់លេងជាប់ហើយបាទ 4.9k goal lit Lord ក៏បាន secure ពី Pro Esport ចាំមើលថាវគ្គនេះបញ្ចប់វគ្គបានដែរទេស្របពេលដែល damage គឺច្រើនខ្លាំង 5.3k បាទបើក map ហើយវគ្គនេះបាទអេបុកស៊ីចលោទេណាបាទចលោលេងហ្នឹងណាអាលោចឹងចលោលេងមកមែនតើនិយាយទៅ target គេចង់ចាប់សារដែរបាទវគ្គនេះបើគេដកបានសារគេចំណេញណាមួយ shut down ទេណាចាបាទចាំមើលបាទភ្លាមshut down នេះមុននឹង shut down ម្ដងហើយបាទបណេព្រះក៏មានការបើកដូចគ្នាផងដែរ3ផ្លូវ Felix ចាំធ្វើរឿងដេញចាប់ជាមួយ CC ដែរមួយយ៉ាងណាតែណាមិន box គ្រាន់តែបន្លាយតែប៉ុណ្ណោះ T3 នៅផ្លូវ top lane អាចបាត់បង់អាយ៉ាអូបាក់កដោយកតែមកក្តារអុកអីតែណាមិនការ flicker មកផុតមកហើយបាក់ដូវាយអ្នកក្រោយបាក់ដូវាយ Coily បាក់ដូធ្វើរឿងបាក់ដូវាយអ្នកក្រោយ Sexy ដឹកតាមលេងយកតែបាត់បង់3 hero បាត់ហើយកប៊ីអើយសាល់តែ Felix មួយតែប៉ុណ្ណោះ Coily គូសែនក៏រត់ចោលត្រែ style Spencer មានការលោតលេងបាញ់យកតែម្ដងតែណាមិន double kill ចូលលើ CC 50 stack Sky Piercer អត់ជាមួយដាស់ទេដកថយវិញយកតែម្ដងអាយ៉ាគាត់អាងគាត់មានកតេណាមួយ CC ក៏ហ៊ាននៅដែរបាទវ៉ាឌូវាយ Coily វាយសា backline ខ្ទេចអត់មានអ្នក cover ក្ប៊ីគេឈ្មោលមកពេកភ្លេចមើលវ៉ាឌូលោតអត់ទេនេះចង់និយាយថា Felix មិញគាត់ទៅចាប់អ្នកក្រោយនេះបាទនេះវ៉ាឌូឆ្លាតបាទអស់លេងបាទឃើញអត់អូយងាកមករៀបថាសាត់ដោនទៅលើគូសែនបាទហើយមានរឿងអីចេះ Oh my god គូសែនមិនទៀតហើយអញមិនទៀតហើយវាយ1 2មែនមិញឡាយតែមើល replay option refine ហ្នឹងហើយប្រហែលជា detective load ចាប់ត្រូវមកទៅអញបាទ60 stack ហើយប្រយ័ត្នប្រយែងពី damage របស់ COC តិចដូចគ្នាពី Pro Esport ងុនវិញបាទធ្ងន់ហើយបាទ60 stack ពេញសាច់សៀហាបឺតបន្តទៀតនៅលើស្បែកជើងទេបាទ full ហើយទប់អត់ជាប់ទេ damage របស់ Granger ចាប់ដើមឈឺទៅដូចគ្នាmiscommunicate គ្នាច្រើនមែនច្រើនអូខេចាប់ជាប់ប៉ឌីមេទប់មិនជាប់ដូចតែបាននិយាយទប់មិនជាប់នោះទេមានការ cover គ្នាតែណាមិនមានការលោតចាប់ជាប់ជាមួយនឹងសា flicker បាត់ដល់បាយតែម្ដងតែ flicker មកវិញដូចគ្នាពី Remy បាទអូហូយបាទធ្ងន់
Lên mấy cái giờ khơi ngay xuống là Miss Slam hỏi ở vậy là song khán load màu lắm đi thách thiếu quát của vị hỏi mấy đi mấy phải hỏi bị siêu xì បាទ và đi mấy chả តាមពិតប្រឡែងពេកបើដំបងយើងនិយាយមកក្រាំងចោលមានឌីមេចទេ ហ្នឹងហើយ តែគាត់ធ្វើម្ដងមិនតិចម្ដងមិនតិចធ្វើឲ្យក្រាំងចោលចាប់បានមាន stack ទប់លែងជាប់យកមក Yep បាទមកហើយមើលឡប់នេះតែចូលលួចប៉ោ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 ទប់មិនចំទៅទេដូរជីវិតមួយតស្មើជាមួយនឹង Remy Legendary ចូលលើសេតែបែកកង់យកទៅបាទដូរវាយអ្នក back line ខ្វៃលេខប៉ោ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 ដេញបាញ់យកតាមដល់ចាប់ជើងវាយក៏មិនអាចទប់ជាប់ដែរដែលមិនរបស់គាត់ទេ Trevor Care អាចនឹងសាបែកដែរមួយយ៉ាងណាតអត់ទេពេលមកដកថយបាទហើយ ôi miscommunicate វាការប្រកួតលិតគេដំបងឥឡូវរហូតមក fail វិញ បាទ ឲ្យ Granger មានលុយ លិតគេទាំង hero នៅចុងម៉ោងសាហាវទាំងអស់ Granger ហ្នឹងនិយាយមែនតើណាវាមិនមែនជា hero ដែលមាន damage ច្រើនទេប៉ុន្តែ វាយអូខេអូត្រែបោកយកតាមនោះបោកវាយជាមួយនឹងប៉ែ flicker តែទី1របស់ Fuse ឈឺយកទៅមែនតើសាតខលីមួយតាមចាប់បានហើយឆេះជំនះវគ្គទី4គឺបានទៅលើ CMU